បងណាធ្វើម៉េចបានសជាតិអាមេរិកជួយប្រាប់ខ្ញុំផងមើលនិយាយទៅការចូលជាតិអាមេរិកលុះត្រាតែយើងមាន green card 10ឆ្នាំម្លេះ10ឆ្នាំមានក៏ green card ដែលអ្នកដែលការមកនឹងយ៉ាងពេល3ឆ្នាំហើយសម្រាប់បងគឺបងមាន green card យ៉ាងពេល10ឆ្នាំមិនបងអាចចូលជាតិអាមេរិកបានករណីដែលយើងចូលសញ្ជាតិនឹងគឺទី1គឺយើងត្រូវតែមាន green card green card នឹងគឺអ្នកខ្លះទៅមាន green card រយៈពេល10ឆ្នាំអ្នកខ្លះមាន green card រយៈពេល2ឆ្នាំប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំមាន green card 10ឆ្នាំអញ្ចឹងខ្ញុំអាចចាំរហូតពីឆ្នាំដែលខ្ញុំបានទទួលបាន green card រហូតដល់ឆ្នាំគ្រប់5ឆ្នាំបានខ្ញុំអាចដាក់ចូលសញ្ជាតិបានអញ្ចឹងណាខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថាតើរយៈពេលប្រហែលខែចាំពីខែណាដល់ខែណាដែលខ្ញុំចាប់ផ្ដើមដាក់ពាក្យចូលសញ្ជាតិហើយនៅពេលដែលខ្ញុំដាក់ពាក្យចូលសញ្ជាតិហើយតើរយៈពេលខ្ទង់រយៈពេលប្រហែលខែគេហៅខ្ញុំចូលសម្ភារដាក់ចាប់ផ្ដើមដែលខ្ញុំចាប់ផ្ដើមដាក់ green card ហ្នឹងគឺខ្ញុំអត់ទាន់បានគ្រប់5ឆ្នាំទេអ្នកនរគ្នាអញ្ចឹងខែ11ចុងខែ11គឺខ្ញុំចាប់ផ្ដើមរៀបចំឯកសារគឺខ្ញុំចាប់ផ្ដើម create account online ខ្ញុំចូលទៅ online ខ្ញុំ research តើមានប្រមាណ step ក្នុងការដែលយើងដាក់ពាក្យចូលសញ្ជាតិអាមេរិកអញ្ចឹងទៅទីខ្ញុំចាប់ផ្ដើមដាក់ចូលសញ្ជាតិហ្នឹងក្នុងខែ11ចុងខែអ្នកនរគ្នាគឺនៅពេលហ្នឹងខ្ញុំ apply ទៅខ្ញុំសរសេរគេសួរយើងតើយើងបាន green card ឆ្នាំណាឆ្នាំនេះយើងដាក់ទៅដល់ពេលខ្ញុំដាក់ទៅមិនបងអត់ qualify ដល់ពេលមួយអាទិត្យក្រោយមកទៀតខ្ញុំដាក់ទៀត qualify អញ្ចឹងដូច្នេះការដែលដាក់ចូលសញ្ជាតិអាមេរិកហ្នឹងមិនបានចាំគ្រប់ឆ្នាំទេអញ្ចឹងខ្ញុំដាក់ខែ11 green card ខ្ញុំបានខែ2អញ្ចឹងទៅវាចិត្ត3ខែដែរអ្នកនរខ្ញុំដាក់ចិត្តមុន3ខែដែរក្នុងការដែល apply ចូលសញ្ជាតិអញ្ចឹងអ្នកនរនេះមិនបានចាំគ្រប់5ឆ្នាំទេបញ្ជាក់បន្ថែមទៀតថាការដែលយើងចូលសញ្ជាតិអាមេរិកហ្នឹងគឺមិនបានចាំគ្រប់5ឆ្នាំទេខ្ទង់4ឆ្នាំជាងដូចខ្ញុំអញ្ចឹងបើពិសោធន៍ខ្ញុំផ្ទាល់អញ្ចឹង4ឆ្នាំដូចថា10ខែឬក៏9ខែយើងអាច create account ហ្នឹងយើងវាយទៅតើយើងចូលបាន green card ខែណាអីខែណាតែយើង qualify អត់អញ្ចឹងយើងពេលណាដែលយើង create account online ហ្នឹងហើយយើងអាចដាក់ស៊ូវាទៅតែ qualify ដូចខ្ញុំលើកដំបូងខ្ញុំដាក់ទៅអត់មាន qualify ទេដល់ពេលមួយអាទិត្យក្រោយមកទៅខ្ញុំដាក់ទៀតខ្ញុំឆែកទៀតទៅគឺខ្ញុំអាច qualify ក្នុងការដាក់ចូលសញ្ជាតិបានអញ្ចឹងបើអ្នកទាំងអស់គ្នាអ្នកណាដែលចង់ដាក់ចូលសញ្ជាតិអាមេរិកយើងអាចមើលខ្លួនឯងបានអញ្ចឹងទៅពេលណាដែល qualify គឺយើងចាប់ផ្ដើមដាក់ហើយបន្ទាប់មកខ្ញុំនឹងនិយាយបន្តអំពីថាតើរយៈពេលប្រហែលខែដែលគេហៅខ្ញុំចូលសម្ភារហើយតើខ្ញុំផ្តិតមេដាយអត់អញ្ចឹងអ្នកខ្លះធ្វើសញ្ជាតិមានត្រូវការផ្តិតដូចខ្ញុំបើចង់ស្ដាប់ទៅស្ដាប់ next video and don't forget to follow subscribe and like and share my video